មួយដ៏ស្ងប់ស្ងាត់មានគ្រួសារមួយដ៏កក់ក្ដៅប៉ាឈ្មោះពូចែមម៉ាក់ឈ្មោះមីងណាននិងកូនប្រុស2នាក់កូនច្បងឈ្មោះម៉ាអាយុ10ឆ្នាំនិងកូនពៅឈ្មោះដាអាយុ6ឆ្នាំពូចែមនិងមីងណានគឺជាឪពុកម្ដាយដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសិក្សារបស់កូនពួកគេតែងតែនិយាយគ្នាអំពីការរៀនសូត្ររបស់កូនជានិច្ចណានអូនគិតយ៉ាងណាដែរចំពោះការរៀនសូត្ររបស់កូនយើងនៅសាលាពូចែមសួរប្រពន្ធរបស់គាត់ខណៈពេលដែលពួកគេកំពុងជួយគ្នាធ្វើម្ហូបពេលល្ងាចអូនគិតមើលទៅម៉ាគេរៀនបានល្អណាស់តែកូនដាគាត់នៅពុំសូវចាប់អារម្មណ៍នឹងការរៀនប៉ុន្មានទេមីងណានឆ្លើយដោយក្តីបារម្ភចំពោះកូនប្រុសពៅរបស់គាត់គឺបងក៏សង្កេតឃើញដូចគ្នាដែរអូនគិតថាយើងគួរធ្វើអ្វីបន្ថែមក្រៅពីម៉ោងរៀននៅសាលាទេពូចែមស្នើគំនិតបងគិតថាដូចម្ដេចទៅមីងណានសួរត្រឡប់មកវិញបងគិតថាយើងគួររៀបចំកាលវិភាគឲ្យកូនបានរៀនសូត្រអ្វីបន្ថែមទៀតនៅផ្ទះក្រៅពីកិច្ចការសាលាដែលគ្រូដាក់ទីដូចជាអាចឲ្យមកអានសៀវភៅដែលគេចាប់អារម្មណ៍ឬឲ្យដាបានសាកល្បងធ្វើសកម្មភាពដែលជួយពង្រឹងគំនិតច្នៃប្រឌិតពូចែមពន្យល់ផែនការរបស់គាត់មីងណានមកក្បាលយល់ព្រមគំនិតនេះល្អណាស់បងប៉ុន្តែតើយើងគួរចាប់ផ្ដើមពីពេលណាយើងប្រហែលជាចាប់ផ្ដើមដោយការនិយាយជាមួយកូនជាមុនសិនថាតើពួកគេចាប់អារម្មណ៍អ្វីជាពិសេសហើយបន្ទាប់មកទៀតយើងរកសៀវភៅឬសកម្មភាពដែលតាក់ទងនឹងអ្វីដែលពួកគេចូលចិត្តមកឲ្យពួកគេបានសាកល្បងធ្វើពូចែមស្នើថ្ងៃបន្ទាប់ពីម៉ានិងដាត្រឡប់មកពីសាលារៀនវិញពូចែមនិងមីងណានក៏បានហៅកូនទាំងពីរនាក់មកនិយាយគ្នាកូនថ្ងៃនេះប៉ានិងម៉ាក់មានរឿងចង់និយាយជាមួយកូនបន្តិចពូចែមចាប់ផ្ដើមការសន្ទនាដោយសំឡេងទន់ភ្លន់ម៉ានិងដាមើលមុខគ្នាដោយសង្ស័យគឺប៉ានិងម៉ាក់ចង់ឲ្យកូនបានរៀនសូត្រអ្វីថ្មីបន្ថែមទៀតក្រៅពីការរៀននៅសាលាតើកូនចាប់អារម្មណ៍អ្វីជាពិសេសទេមីងណានសួរកូនម៉ាដែលជាបងប្រុសច្បងឆ្លើយដោយភាពរីករាយក៏ខ្ញុំចូលចិត្តអានសៀវភៅអំពីវិទ្យាសាស្ត្រប៉ាម៉ាក់ចំណែកឯដាដែលជាកូនប្រុសពៅឆ្លើយដោយសំឡេងអៀនខ្មាស់ក៏ខ្ញុំចូលចិត្តគូររូបម៉ាក់ពូចែមនិងមីងណានញ៉ាំដាក់កូនដោយក្តីយកចិត្តវាល្អណាស់កូនបើដូច្នោះចាប់ពីពេលនេះទៅក្រោយពេលចេញពីរៀនក្រៅពីធ្វើកិច្ចការផ្ទះហើយប៉ានិងម៉ាក់នឹងរកសៀវភៅវិទ្យាសាស្ត្រសប្បាយមកឲ្យម៉ាអានហើយនឹងត្រៀមក្រដាសខ្មៅដៃពណ៌ឲ្យដាបានគូររូបតាមចិត្តចង់ពូចែមប្រាប់កូនទាំងពីរគឺលើសពីនេះយើងប្រហែលជារកសកម្មភាពផ្សេងទៀតដែលកូនចាប់អារម្មណ៍មកធ្វើជាមួយគ្នានៅចុងសប្តាហ៍ដូចជាទៅលេងសារមន្ទីរវិទ្យាសាស្ត្រឬទៅគូររូបនៅសួនសាធារណៈមីងណានបន្ថែមម៉ានិងដាសប្បាយចិត្តខ្លាំងណាស់ពួកគេមានអារម្មណ៍ថាឪពុកម្ដាយយកចិត្តទុកដាក់និងគាំទ្រចំណាប់អារម្មណ៍របស់ពួកគេចាប់តាំងពីពេលនោះមកជារៀងរាល់ថ្ងៃក្រោយពេលចេញពីរៀនម៉ាតែងតែចំណាយពេលអានសៀវភៅវិទ្យាសាស្ត្រដោយភាពរីករាយចំណែកឯដាវិញក៏តែងតែអង្គុយគូររូបទៅតាមក្តីស្រមៃរបស់គេនៅចុងសប្តាហ៍គ្រួសាររបស់ពួកគេក៏តែងតែទៅធ្វើសកម្មភាពផ្សេងដូចជានាំកូនទៅអានសៀវភៅនៅបណ្ណាល័យសាធារណៈជាមួយគ្នាដែលធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសារកាន់តែរឹងមាំហើយអ្វីដែលសំខាន់ការរៀនសូត្ររបស់ម៉ានិងដាក៏មានការរីកចម្រើនទៅមុខជាលំដាប់ម៉ាមានចំណេះដឹងនិងការយល់ដឹងកាន់តែច្រើនអំពីវិទ្យាសាស្ត្រចំណែកឯដាវិញក៏មានការរីកចម្រើនផ្នែកគំនិតច្នៃប្រឌិតនិងការផ្ដោតអារម្មណ៍កាន់តែប្រសើរឡើងក្រៅពីនាំកូនអានសៀវភៅនៅបណ្ណាល័យសាធារណៈពូចែមនិងមីងណានក៏មិនដែលភ្លេចនាំកូនចេញញ៉ាំអាហារខាងក្រៅផ្ទះដូចជាអាហារភេសជ្ជៈជាដើមនិងដំណើរកម្សាន្តជាលក្ខណៈគ្រួសារដើម្បីបណ្ដុះទម្លាប់កូនឲ្យបានឃើញនិងរៀនសូត្រពីសកម្មភាពរស់នៅរបស់បងប្អូនតាមសហគមន៍កាន់តែច្រើនពូចែមនិងមីងណានមើលកូនរបស់ពួកគេដោយក្តីមោទនភាពពួកគេមានអារម្មណ៍ថាការរៀបចំផែនការរៀនសូត្រសម្រាប់កូនក្រៅពីម៉ោងរៀននៅសាលាគឺជាអ្វីដែលស័ក្តិសមនិងផ្ដល់ផលល្អដល់ការអភិវឌ្ឍរបស់កូនយ៉ាងពិតប្រាកដនៅចុងឆ្នាំសិក្សាពូចែមនិងមីងណានតែងតែទៅចូលរួមកម្មវិធីរបស់សាលាដើម្បីស្ដាប់រាល់របាយការណ៍របស់គណៈគ្រប់គ្រងសាលាអំពីលទ្ធផលសិក្សារបស់កូន